គណៈចឹងជាបឋមសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថេរានុត្រៈគ្រប់ព្រះអង្គទាំងនៅក្នុងនិងក្រៅប្រទេសហើយក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទពីគ្រប់ទិសទីទាំងអស់អញ្ចឹងនៅក្នុងថ្ងៃនេះណាគឺស្ថិតនៅក្នុងថ្ងៃសៅរ៍4កើតខែមិញខែចេសឆ្នាំជូតត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី15ខែឧសភាឆ្នាំ2021អញ្ចឹងនៅក្នុងថ្ងៃនេះបន្ទាប់ពីអង្គខ្ញុំគណៈអាត្មាភាពជាមួយនឹងព្រះអង្គគ្រូចាតិកាវត្តវេលុវណ្ណារាមតពេញរិស័យហើយវត្តអង្គែងបានប្រគល់សម្ភារៈសិក្សាក៏ដូចជាកង់ដល់សិស្សានុសិស្សចំនួន10គ្រួសារហើយក៏បានឆ្លៀតចូលមកក្នុងវត្តព្រៃតនុបនេះដើម្បីនាំយកថវិកាដែលជាសទ្ធារបស់ញាតិញោមដែលរស់នៅក្នុងក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកដែលបានចូលរួមជាមួយនឹងព្រះគ្រូសត្ថាមនីសុំបញ្ញាតាមរយៈបងគ្រូចូលរួមជាមួយមូលនិធិបញ្ញាសកលដើម្បីយកបច្ច័យនេះមកប្រគេនដល់ព្រះគ្រូចាតិកាវត្តព្រៃតនុបដែលព្រះអង្គពីថ្ងៃមុននោះព្រះអង្គបានស្នើទៅព្រះអង្គគ្រូសត្ថាមនីសុំបញ្ញាដែលព្រះអង្គគ្រូជាព្រះប្រធាននៃមូលនិធិថាឲ្យព្រះអង្គគ្រូនឹងជួយឆោពន្ធរាំងសីសម្រាប់វត្តនឹងគឺជួយសម្រាប់ឆោពន្ធរាំងសីចំនួន2ក្នុងនោះគឺព្រះអង្គគ្រូចាតិកាខ្វះសម្រាប់ដាក់សាលាឆាន់មួយនិងនៅលើព្រះវិហារមួយដូច្នេះព្រះគ្រូសត្ថាមនីសុំបញ្ញានឹងក៏បានអង្គខ្ញុំគណៈអាត្មាភាពចាត់ចែងយកបច្ច័យនេះមកប្រគេនដល់ព្រះអង្គគ្រូដែលជាគ្រូចាតិកាតែម្ដងហើយបច្ច័យដែលនឹងត្រូវយកមកប្រគេននៅក្នុងថ្ងៃនេះគឺមានចំនួន$520អញ្ចឹងក៏សូមប្រគេនព្រះអង្គគ្រូតែម្ដងសាធុជាបន្ទាប់ខ្ញុំគណៈសូមថ្លែងអំណរគុណតាមរយៈប្រគុណម្ចាស់ដែលនាំយកនៅបច្ច័យនេះមកប្រគេនផ្ទាល់ហើយក៏សូមពិសេសនោះក៏សូមថ្លែងអំណរគុណដល់ព្រះគ្រូសត្ថាមនីដែលគង់នៅសហរដ្ឋអាមេរិកដែលបាននាំយកតាមរយៈបច្ច័យនេះគឺមកប្រគេនខ្ញុំគណៈនៅវត្តសវណ្ណារាមហៅព្រៃតនុបតាមរយៈមូលនិធិសុំមូលនិធិបញ្ញាសកលអញ្ចឹងគណៈក៏សូមថ្លែងអំណរគុណដល់ព្រះអង្គយ៉ាងជ្រាលជ្រៅហើយក៏សូមថ្លែងអំណរគុណដល់ម្ចាស់សទ្ធាទាំងអស់ដែលបានចូលរួមគ្រប់គ្រងជាមួយព្រះអង្គគ្រូសត្ថាមនីសុំបញ្ញាអញ្ចឹងក៏គណៈក៏សូមថ្លែងអំណរគុណដល់ឧទ្ទិសផលនេះមួយចំណែកចែកជូនដល់រាល់បុព្វការីជនម្ចាស់ទានដែលបានបាក់បែកចែកឋានយកកំណើតទៅការទីមសំរុំណាមួយបុណ្យកុសលថ្ងៃនេះជួយយិត្តយោងជួយសណ្ដោងឲ្យរួចកម្មវិរិយពុះមុខពុះមាត់សំប្រកបតាមសេចក្តីប្រាថ្នាមួយលើនិងឲ្យពរសពសាទុការពិសេសគឺប្រគេនពរដល់ព្រះគ្រូសត្ថាមនីសុំបញ្ញាក៏សូមឲ្យមានបច្ចុប្បន្នមានយឺនយូរមានកម្លាំងពលលៀងមកជាមលុបក្នុងពុទ្ធសាសនាផងហើយនឹងក៏សូមជូនពរដល់ម្ចាស់ទានទាំងអស់ដែលមានសទ្ធាចូលរួមជាបច្ច័យថវិកានេះគឺសម្រាប់ជាវឆោពន្ធប្រគេននៅក្នុងទីវត្តអារាមនេះចឹងក៏សូមឲ្យបានជួបប្រទះសេចក្តីសុខសេចក្តីចម្រើនជួបប្រទះនៅមង្គលទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីคล้ายคล้ายទៅជាប្រការរតីឡាយសូមអនុមោទនាសូមអរព្រះគុណនិងសូមអរគុណសាធុគណៈចឹងអង្គខ្ញុំគណៈអាត្មាភាពក៏សូមធ្វើការថ្លែងអំណរគុណដល់បងគ្រូសត្ថាមនីសុំបញ្ញាក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់ដែលមានសទ្ធាជ្រះថ្លាបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនប្រគេនដល់ព្រះគ្រូចាតិកាវត្តព្រៃតនុបដែលព្រះអង្គមានការខ្វះខាតនៅឆោពន្ធទាំងផ្សេងនេះដូច្នេះអង្គខ្ញុំគណៈអាត្មាភាពក៏មានអ្វីជាបដិការៈតបស្នងឆ្លងនៅសទ្ធារបស់ញាតិញោមទៅដែរគឺមានតពាក្យនៅបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាលនេះសូមជួយមេបៃថែរក្សាដល់ព្រះអង្គគ្រូក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីចម្រើននិងសូមឲ្យជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយសូមអរគុណនិងសូមអរគុណគណៈចឹងជាបឋមខ្ញុំគណៈសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃសារណៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថេរៈគ្រប់ព្រះអង្គទាំងនៅក្នុងនិងក្រៅប្រទេសហើយក៏សូមចម្រើនពរញាតិញោមពីគ្រប់ទិសទីទាំងអស់នៅក្នុងថ្ងៃនេះដែរអង្គខ្ញុំគណៈអាត្មាភាពធ្វើវីដេអូនេះឡើងដើម្បីធ្វើការថ្លែងអំណរអគុណដល់ញាតិញោមដែលរស់នៅក្នុងក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកដែលគាត់មានសទ្ធាជ្រះថ្លាបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនប្រគេនតាមរយៈព្រះគ្រូសត្ថាមនីសុំបញ្ញាដើម្បីចូលរួមជាមួយមូលនិធិបញ្ញាសកលហើយដើម្បីយកបច្ច័យទាំងនោះមកប្រគេនដល់ព្រះគ្រូចាតិកាវត្តព្រៃតនុបដែលព្រះអង្គបានស្នើទៅព្រះអង្គគ្រូសត្ថាមនីសុំបញ្ញាក្នុងការសុំនៅឆោពន្ធរាំងសី2សម្រាប់ដាក់នៅលើសាលាឆាន់មួយនិងសម្រាប់ដាក់នៅលើព្រះវិហារមួយដូច្នេះញាតិញោមដែលមានសទ្ធាចូលរួមក្នុងការជាវនៅឆោពន្ធរាំងសីទាំងអស់គឺមានដូចជាទី1កញ្ញាពៅនិងកញ្ញានីណា$300រដ្ឋ Rhode Island សហរដ្ឋអាមេរិកទី2អ្នកស្រីសេដ្ឋាមាន
និងក្រុមគ្រួសារ$100រដ្ឋ Rhode Island សហរដ្ឋអាមេរិកទី3ឧបាសិកាពោកែវណា$100ទី4អ្នកស្រីខឹមហេង$30ទី5លោកតាព្រំចឹក$30ទី6អ្នកស្រីជាហ៊ាន$10ទី7លោករ៉ាឌីលឹមនិងក្រុមគ្រួសារ$100ទី8ឧបាសិការ៉ែនថេត$10ទី9អ្នកស្រីរ៉ាពេក$20ទី10ឧបាសិកាប៊ុនសមន$10ទី11ម្ចាស់សទ្ធាកៅសំណាង$20ទី12លោករស់ថាច់$10ទី13ឧបាសិការុនថេត$20ទី14លោកអាចារ្យយិនសាវីព្រមទាំងក្រុមគ្រួសារ$10ទី15លោកយាយលុចវឿត$5 16ម្ចាស់សទ្ធាតាន់ចន្ទថា$5 17ឧបាសិកាអ៊ូហាំងឆេង$40 18ឧបាសិកាឡែនវ៉ា$10ទី19អ្នកស្រីម៉ៅហ៊ុន$10 20អ្នកស្រីឡយឈុំ$10 21ម្ចាស់សទ្ធាគឹមលួម$20 22អ្នកស្រីវីរ៉ាអ៊ីន$10 23អ្នកស្រីស្វិត$5 24អ្នកស្រីមិនសុធី$10 25ម្ចាស់សទ្ធាណារីឈុំ$10 26ម្ចាស់សទ្ធាគឹមហ៊ុន$20 27អ្នកស្រីលឹមសួគីព្រមទាំងបុត្រាបុត្រី$20 28អ្នកស្រីសុករៀម$50 29លោកមុំសម្បូរ$10 30លោកវឿន$10 31អ្នកស្រីវណ្ណារី$10 32អ្នកស្រីភួង$50 ដូច្នេះញាតិញោមទាំង32ឈ្មោះនេះគឺជាម្ចាស់សទ្ធាណាដែលបានចូលរួមជាមួយមូលនិធិបញ្ញាសកលតាមរយៈព្រះគ្រូសទ្ធាមនីសុំបញ្ញាដើម្បីនឹងបានថវិកាក៏ដូចជាបច្ច័យយកមកប្រគេនដល់ព្រះគ្រូចាតិកាវត្តព្រៃទំនប់ដើម្បីឲ្យព្រះអង្គគ្រូណាចាត់ចែងជាវនៅឆាប់ពាន់រាំងសីចំនួន2ណាក្នុងនោះគឺមានជាវសម្រាប់ដាក់នៅលើសាលាឆាន់មួយនិងនៅលើព្រះវិហារមួយដូច្នេះអង្គខ្ញុំគណៈអាត្មាភាពជួសមុខឲ្យព្រះគ្រូចាតិកាក៏ដូចជាញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ក៏សូមធ្វើការថ្លែងអំណរអគុណដល់ព្រះគ្រូសទ្ធាមនីសុំបញ្ញាក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់អង្គខ្ញុំគណៈអាត្មាភាពក៏មានអ្វីបដិការៈតបស្នងខ្លងនៅសទ្ធាទឹកចិត្តរបស់ញាតិញោមដែរគឺមានតែពាក្យបួងសួងទៅដល់ពពួកទេវតាទាំងឡាយនៅក្នុងចក្រវាលយ៉ាងនេះសូមជួយបីបាច់ថែរក្សាដល់ព្រះអង្គគ្រូក៏ដូចជាញាតិញោមដែលជាម្ចាស់សទ្ធាទាំងអស់សូមឲ្យបាននូវសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានកើតការវិគុំតិចតិជុំសុខដុមរមនាមុមិត្តបងប្អូនកូនចៅដាក់ចុះដោះឡើងឲ្យជួបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយសូមអនុមោទនាហើយក៏សូមអរព្រះគុណនិងសូមអរគុណ